បងប្អូនមិនថ្ងៃនេះខ្ញុំគេងអត់លក់បកក៏អត់លហើយដែរគឺឆ្ងល់មែននៅក្នុងបណ្ដាញសង្គម social media ឮតែកម្ពុជា1000គ្រឿងហើយកម្ពុជា1000គ្រឿងហ្នឹងគឺជាអីខ្ញុំចង់ដឹងខ្លាំងមែនតើអញ្ចឹងថ្ងៃនេះយើងមកដឹងដល់អ្នកគ្នាតោះប្រកាសជូនជាផ្លូវការនៅតម្លៃថ្មីទៅលើរថយន្ត Chevrolet តម្លៃត្រឹមតែបងប្អូនអរគ្នាអស់រយៈកាល114ឆ្នាំហើយដែលក្រុមហ៊ុន Chevrolet ឈរជើងនៅលើទីផ្សារពិភពលោកមានសាខារហូតដល់100សាខាទូទាំងពិភពលោកហើយអ្វីដែលកត់សម្គាល់មួយទៀតយើងទទួលបាននៅ Top 3 នៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធជាមួយនឹងការលក់ផ្គត់ផ្គង់រថយន្តថ្មីនៅក្នុងទីផ្សារប្រទេសយើងគឺអស្ចារ្យខ្លាំងមែនទែនដោយសារតែមើលឃើញពីអារម្មណ៍ភាពនិងភាពរីកចម្រើនមួយនេះបានក្រុមហ៊ុន Chevrolet ខាង Chevrolet Global ហ្នឹងគឺគាត់ផ្ដល់កម្មវិធីពិសេសមួយគឺមានរហូតដល់1000គ្រឿងទៅលើការបញ្ចុះតម្លៃរថយន្តទាំងពីរ model នេះគឺរថយន្ត Chevrolet Track RS និង Chevrolet Captiva ប្រភេទ 7 កៅអីអញ្ចឹងទាំងពីរ model នេះមានតម្លៃ $35,500 សម្រាប់ 1000 គ្រឿងក្នុងរយៈពេល 6 ខែហើយបើក្នុងករណីបានគ្រប់ 1000 គ្រឿងមុន 6 ខែក៏ចប់ promotion នឹងដែរយើងបានស្រាយចម្ងល់ហើយពាក់ព័ន្ធជាមួយនឹងអ្វីទៅដែលហៅថាកម្មវិធីកម្ពុជា1000 គ្រឿងហើយពាក់ព័ន្ធជាមួយនឹងរថយន្តទាំងពីរ model នេះខ្ញុំចង់បញ្ជាក់បន្តិចហើយគេអតិថិជនគឺពីរផ្សេងគ្នាទី1គឺសម្រាប់យុវវ័យដែលគាត់ត្រូវការភាពហៅថាលយឆាយស៊ីវិល័យបែប sport ប៉និតជាន់ស្ទុះតាណាម៉ាយើងចង់ឲ្យមើលទៅ lifestyle របស់យើងគឺបែប cool មួយនេះគឺត្រូវហើយសម្រាប់មួយនេះវិញគឺជាប្រភេទគ្រួសារគេហៅថាគ្រួសារតូចយើងចង់ផ្ទុកសមាជិកបានច្រើនមានន័យថាយើងមានម៉ាក់ក្មេកប៉ាក្មេកយើងអង្គុយបន្ថែមទៀតលក្ខណៈថាការអង្គុយរបស់យើងគឺបានរហូតដល់7កៅអីសម្រាប់ Chevrolet Captiva គឺជាប្រភេទរថយន្ត SUV ដែលមានកម្ពស់ហើយពីដីល្អជីបានគ្នាច្រើនដបូល Panoramic Roof ហើយអេក្រង់ Touch Screen ទំហំធំភ្ជាប់ Apple CarPlay Android Auto អស់មកជាមួយនឹងមុខងារពិសេសជាច្រើនសម្បូរបែបម៉ាស៊ីនគឺជាម៉ាស៊ីន 1.5 liter turbo ហើយបញ្ជាក់ប្រាប់បងប្អូនផងដែរថាសម្រាប់តម្លៃមិនសមណាឥឡូវនេះគឺទទួលបាននឹងការបញ្ចុះតម្លៃពិសេសមែនទែន$35,500បងប្អូនទៅរកអាណាបានជាមួយនឹងឡានដែលមានចំណុចពិសេសច្រើនសម្បូរបែបជីបានគ្នាច្រើនស្ពេចម៉ាស៊ីនល្អរូបរាងតាក់ទាញហើយជាម៉ាកយីហោរបស់សហរដ្ឋអាមេរិកទៀតក៏លេចទៅកាន់ Chevrolet Track វិញគឺជាប្រភេទរថយន្ត SUV ដែលមានរូបរាងតាក់ទាញបែប Sport តម្លៃក៏ពិសេសខ្លាំងដែរគឺតម្លៃចូល40,000ជាងហើយឥឡូវជាក់ស្ដែងសល់តែ$35,500ទេហើយរថយន្ត Track នេះគឺជាប្រភេទរថយន្ត Chevrolet ដែលទទួលបាននឹងការអាប់ដេតថ្មីស្រឡាងរូបរាងមកពីគឺថាប្លែកពី model ផ្សេងជាពិសេសគឺរូបរាងបែប Sport ក៏អង្គុយបែប Sport ងាយស្រួលក្នុងការអង្គុយយើងចាប់អារម្មណ៍ខ្លាំងមែនតើគឺទៅលើស្ពេចម៉ាស៊ីនជាប្រភេទ 1.2 EcoTech Turbo ដែលផ្ដល់នូវកម្លាំងខ្លាំងស្ទុះហើយសមใจបើសិនជាបងប្អូនចង់ដឹងពីចំណុចពិសេសនៃឡានទាំងពីរគ្រឿងនេះបងប្អូនអាចតាមដានទស្សនានៅក្នុង page Spare Car បានអញ្ចឹងប្រភេទទាំងពីរនេះគឺជា model តួឯកនៅក្នុងកម្មវិធីកម្ពុជា1000 គ្រឿងឬនៅក្នុង social media មួយរយៈហ្នឹងអញ្ចឹងខ្ញុំបានស្រាយចម្ងល់ជូនបងប្អូនហើយបងទុយលក្ខណៈក៏ដូចជាបងឆយមេលៀងគាត់បានបញ្ជាក់អញ្ចឹងខាងក្រុមហ៊ុន Chevrolet ទទួលបាននៅ Top 3នៅក្នុងការលក់នៅក្នុងប្រទេសកម្ពុជាហើយខ្ញុំបានចូលរួមនៅក្នុងកម្មវិធីនេះក៏អរគុណទៅកាន់ក្រុមហ៊ុន Chevrolet ដែលបានផ្ដល់ឱកាសឲ្យខ្ញុំក៏ដូចជាក្រុមការងារបានចូលរួមនៅក្នុងកម្មវិធីដ៏ពិសេសនេះអត់ធ្លាប់មានពីមុនមកទេបងប្អូនចង់ដឹងកាន់តែច្បាស់សូមនាំអារម្មណ៍បងប្អូនទៅតាមដានទស្សនាសកម្មភាពបន្តទៀតក៏ដូចជារូបភាពក៏ដូចជាខ្សែអាត់វីដេអូបន្តទៀតនៅក្នុងកម្មវិធីកម្ពុជា1000 គ្រឿងកម្ពុជា1000 គ្រឿងតាមដានមកដល់ចំណុចនេះគឺវីដេអូត្រូវបានដល់ទីបញ្ចប់ហើយបងប្អូនហើយថ្លែងអំណរគុណសម្រាប់ការតាមដានទស្សនាពីដើមរហូតដល់ចប់ជូនបងប្អូនជួបតែសេចក្តីសុខជួបគ្នានៅវីដេអូក្រោយ